បងប្អូនមានផ្ទៃពោះអាចហាត់ប្រាណបានអត់ចាក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីសារៈបញ្ចោចដែលល្អមួយចំនួនក៏ដែលបងប្អូនមានផ្ទៃពោះហាត់ប្រាណទៅធ្វើឲ្យបងប្អូនទទួលបានអត្ថប្រយោជន៍ជាច្រើនចាក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់ហើយខ្ញុំក៏ធ្លាប់ជាស្ត្រីមានផ្ទៃពោះដែរអញ្ចឹងខ្ញុំនឹងចែកម្លែកសច្ចប្រយោជន៍នៃការហាត់ប្រាណក្នុងកំឡុងពេលមានផ្ទៃពោះទី1នៅពេលដែលបងប្អូនហាត់ប្រាណនៅក្នុងកំឡុងពេលមានផ្ទៃពោះជួយគ្រប់គ្រងទម្ងន់មិនឲ្យបងប្អូនឡើងគីឡូខ្លាំងពេកឬមួយក៏មិនឲ្យបងប្អូននឹងធាត់ជ្រុលខ្លាំងពេកកាត់បន្ថយបញ្ហាឈឺខ្នងឈឺចង្កេះកាត់បន្ថយបញ្ហា stress និងជួយឲ្យគេងលក់ស្រួលជួយឲ្យសាច់ដុំបងប្អូនមានភាពរឹងមាំកាត់បន្ថយហានិភ័យលើសជាតិស្ករក្នុងកំឡុងពេលមានផ្ទៃពោះហើយសួរថាប្រភេទហាត់ប្រាណណាខ្លះដែលបងប្អូនអាចធ្វើបានក្នុងកំឡុងពេលមានផ្ទៃពោះហាត់ប្រាណដែលល្អបំផុតណែនាំឲ្យបងប្អូនធ្វើការហាត់ប្រាណដោយការដើរធ្វើលំហាត់ប្រាណដកដង្ហើមនិងធ្វើលំហាត់ប្រាណដោយការហែលទឹកលំហាត់ប្រាណទាំងអស់នេះងាយហើយបងប្អូនអាចយកទៅអនុវត្តបានការដើរបងប្អូនគួរតែព្យាយាមដើរចន្លោះពី20ទៅ30នាទីហើយលើកទឹកចិត្តឲ្យបងប្អូនចាប់ផ្ដើមដោយការដើរពីដំបូង5នាទីចឹងទៅកុំឲ្យចាប់ផ្ដើមម្ដង20ឬមួយក៏30នាទីមកវាធ្វើឲ្យបងប្អូនឆាប់ហាត់នឿយនិងអស់កម្លាំងអញ្ចឹងថ្ងៃនោះបងប្អូនដើរ5នាទីស្អែកបងប្អូនអាចដើរថែម10នាទីឬមួយក៏ខាងស្អែកបងប្អូនអាចដើរថែម5-10នាទីរហូតដល់ចន្លោះពី20ទៅ30នាទីចឹងទៅគឺបងប្អូនអាចស៊ាំហើយបងប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនហើយសម្រាប់បងប្អូនប្រភេទណាខ្លះដែលគាត់មិនគួរឬមួយក៏មិនលើកទឹកចិត្តឲ្យបងប្អូនដើរហាត់ប្រាណទី1បងប្អូនដែលធ្លាប់មានប្រវត្តិសម្រាប់កូនមុនខែគាត់មានប្រវត្តិគាត់អាចមានបញ្ហាចុកពាំងមាត់ស្បូនឬមួយក៏មានបញ្ហាហូរឈាមអាហ្នឹងមិនលើកទឹកចិត្តឲ្យបងប្អូនធ្វើលំហាត់ប្រាណទេចាព្រោះវាធ្វើឲ្យបងប្អូនអាចប្រឈមមុខនឹងហានិភ័យផ្សេងទៀតអញ្ចឹងសម្រាប់បងប្អូនណាខ្លះដែលធ្លាប់មានទម្លាប់ហាត់ប្រាណហើយក្នុងកំឡុងមានផ្ទៃពោះចង់ដឹងតើហាត់ប្រាណបានអត់វីដេអូនេះសម្រាប់បងប្អូនបើយល់ថាមានប្រយោជន៍ជួយ share សម្រាប់ម៉ាក់ផ្សេងទៀតហើយក៏ជួយ subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាក់ទងនឹងការថែទាំផ្ទៃពោះថែទាំទ្រូងឬមួយក៏តាក់ទងនឹងការពជាកណ្ដាលចាស់អរគុណសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនបានកាត់បន្ថយបញ្ហាទាំងអស់ដូចក្នុងការរៀបរាប់ខាងលើចាស់អរគុណជួបគ្នាវីដេអូក្រោយ